ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាប្រាសាទចានៅកណ្ដាលស្រះស្រង់វិញម្ដងចានេះគឺជាទស្សនវិជ្ជាដែលយើងជិះជុំវិញនៃស្រះស្រង់ចាយើងមើលទៅគឺឃើញប្រាសាទនៅកណ្ដាលនឹងទូចមួយចាពិតជាស្រស់ស្អាតមែនទែនបងប្អូនចាប្រាសាទកណ្ដាលស្រះស្រង់នេះត្រូវបានរងការបាក់បែកអស់រយៈពេលរាប់រយសិបឆ្នាំមកហើយបងប្អូនទើបតែទទួលបាននៅការជួសជុលនៅក្នុងខែមិនិលឆ្នាំ2020ចាហើយការជួសជុលនេះគឺជួសជុលដោយខាងអាជ្ញាធរអប្សរាដែលប្រើប្រាស់ធនធានកូនខ្មែរទាំងស្រុងតែម្ដងគឺទាំងចំណេះដឹងជំនាញហិរញ្ញវត្ថុគឺបានមកពីប្រជាជនខ្មែរយើងតែម្ដងចាហើយការជួសជុលប្រាសាទកណ្ដាលស្រះស្រង់នេះដែរគឺជួសជុលរួចរាល់អស់ដោយប្រើរយៈពេលអស់12ខែចាចាប់ផ្ដើមបើកឲ្យយើងចូលទស្សនាឡើងវិញនៅថ្ងៃទី22ខែ2ឆ្នាំ2021ចាប្រាសាទកណ្ដាលស្រះស្រង់នេះដែរគឺកសាងឡើងនៅសតវត្សទី12ចាក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះគឺមានរូបរាងដូចជាចេតិយដីសង់នៅលើខឿនថ្មបាយក្រៀមលាយជាមួយនឹងថ្មភក់ខ្លះដែរប្រាសាទនេះមានលក្ខណៈខុសប្លែកពីប្រាសាទនានាក្នុងតំបន់អង្គរចំពោះការជួសជុលប្រាសាទនេះអ្នកជំនាញនៃការជួសជុលបានឲ្យដឹងថាការជួសជុលប្រាសាទមួយនេះគឺមិនមានភាពងាយស្រួលប៉ុន្មានទេដោយសារតែប្រាសាទគឺនៅកណ្ដាលទឹកអញ្ចឹងហើយចំពោះការជួសជុលគឺមានផលវិបាកច្រើនចាហើយការធ្វើកំណាយនៅបាតប្រាសាទកណ្ដាលស្រះស្រង់នេះគឺអ្នកកំណាយបានធ្វើកំណាយដើម្បីឲ្យដឹងពីគ្រឹះនៃប្រាសាទនិងខឿននៃការរៀបចំប្រាសាទពីបុរាណមកចាងាយស្រួលក្នុងការយើងរៀបគ្រឹះរៀបចំតួប្រាសាទឡើងវិញចាឲ្យមានរូបរាងនិងសភាពដូចជាការកសាងដំបូងហើយការធ្វើកំណាយនៅបាតប្រាសាទនេះដែរគឺគេបានរកឃើញនៅចម្លាក់អណ្ដើកមួយគូក្បាលនាគមួយចម្លាក់ត្រីសូចំនួន4និងខ្វាតពណ៌សឬគ្រីស្តាល់ជាច្រើនគ្រាប់ទៀតនៅក្នុងកណ្ដាលប្រាសាទកណ្ដាលស្រះស្រង់នេះផងដែរចាបងប្អូនប្រាសាទកណ្ដាលស្រះស្រង់នេះគឺយើងអាចមើលឃើញប្រាសាទតួប្រាសាទច្បាស់នៅខែប្រាំងចានៅពេលដែលទឹកស្រកយើងនឹងឃើញរូបរាងទាំងស្រុងនៃប្រាសាទតែម្ដងតែប្រសិនបើខែទឹកឡើងគឺយើងឃើញតែកំពូលប្រាសាទបន្តិចបន្តួចតែប៉ុណ្ណោះចាហើយបើសិនជាមានទឹកខ្លាំងគឺអាចលិបបាត់តែម្ដងចាមិនឃើញតួនៃប្រាសាទទេចាប្រសិនបើបងប្អូនមិនចាប់អារម្មណ៍មិនដឹងថានៅកណ្ដាលហ្នឹងមានប្រាសាទតូចមួយនៅខាងក្នុងនោះទេចានេះគឺជាចម្លាក់អណ្ដើកដែលគេរកឃើញនៅបាតប្រាសាទបងប្អូនចានេះគឺយើងធ្វើកំណាយទៅយើងបានឃើញចាវត្ថុជាច្រើនដែលដូនតារបស់យើងគាត់កប់នៅក្រោមគ្រឹះនៃប្រាសាទចាបន្ទាប់ពីមានការជួសជុលរួចរាល់ហើយគឺប្រាសាទពិតជាមានសភាពស្រស់ស្អាតមែនទែនបងប្អូនចាយើងមើលទៅមានរូបរាងដូចជាស្រទាប់ផ្កាឈូកចាបន្តិចដូចជាចេតិយដីបន្តិចចាគឺស្រស់ស្អាតមែនទែនពិតជាគួរឲ្យកោតសរសើរនៅបុព្វបុរសយើងដែលគាត់តែងតែសាងសង់ប្រាសាទបានគ្រប់ទីកន្លែងបងប្អូនមិនថាក្នុងទឹកលើភ្នំចាដីរាបគឺសុទ្ធសឹងតែមានប្រាសាទដែលជាស្នាដៃដូនតាយើងកសាងនៅទីនោះទាំងអស់
ចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះក៏សូមជូនពរដល់ពុកម៉ែបងប្អូនចាឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចារកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារសូមពុកម៉ែបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីជាកម្លាំងចិត្តដល់រូបនាងខ្ញុំធ្វើវីដេអូបន្តជូនបងប្អូនទស្សនានិងដើម្បីបងប្អូនទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយៗជាបន្ត